ជាគេចាប់បានគឺសូមជម្រាបសួរលោកគ្រូនិងមើលរឿងខាងដល់នេះខ្ញុំបាទច្បាស់ហេងទីខ្ញុំឈ្មោះហឺស៊ុយថ្ងៃនេះពួកយើងឡើងធ្វើបទបង្ហាញអំពីបញ្ហាបរិស្ថានសំខាន់សំណួរចូលរៀបរាប់ពីមូលហេតុដែលនាំឲ្យមានការបំផ្លាញស្រទាប់អូសូននិងការប៉ះពាល់បរិស្ថាននេះគឺជាឈ្មោះសមាជិកក្រុមទី3នឹងដឹកនាំដោយបង្រៀនដោយលោកគ្រូសងសុខាសំណួរចូលរៀបរាប់ពីមូលហេតុដែលនាំឲ្យមានការបំផ្លាញស្រទាប់អូសូននិងផលប៉ះពាល់បរិស្ថានការបំផ្លាញស្រទាប់អូសូនគឺជាបន្ទុំស្រទាប់អូសូនគឺជាបន្ទុំនៃអាតូមអុកស៊ីហ្សែនដែលមានកម្ពស់ពីផ្ទៃដីប្រមាណជា30គីឡូម៉ែត្រស្រទាប់អូសូននេះកំពុងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសកម្មភាពមនុស្សដូចជាម្យ៉ាងដែលមាននៅក្នុងគីមីកំប៉ុងបាញ់ថ្នាំឬខាងម្យ៉ាងទៀតថា spray អូស្មានដែលភាយចេញពីទូទឹកកកម៉ាស៊ីនត្រជាក់ដែលហៅថា chloro fluor carbon អូស្មាននេះបានធ្វើឲ្យស្រទាប់អូសូនកាន់តែខ្សោយទៅផលប៉ះពាល់ចំពោះបរិស្ថានមួយប៉ះពាល់ដល់មនុស្សបង្កើនហានិភ័យជំងឺមហារីកស្បែកប៉ះពាល់ដល់ភ្នែកដូចជាខូចកញ្ចក់ភ្នែកបន្ថយប្រព័ន្ធការពារភាពស៊ាំរបស់រាងកាយនេះជាការប៉ះពាល់ស្បែកពីរប៉ះពាល់ដល់រុក្ខជាតិការលូតលាស់រុក្ខជាតិយឺតបន្ថយផលដំណាំបំផ្លាញកសិករនិងស្លឹករុក្ខជាតិបីប៉ះពាល់ដល់សត្វនិងជីវៈចម្រុះសត្វសមុទ្រតូចបានត្រូវបានបំផ្លាញប៉ះពាល់ដល់ខ្សែអាហារនិងប្រព័ន្ធអេកូឡូស៊ីត4ប៉ះពាល់ដល់បរិស្ថានទូទៅបំផ្លាញសំតុល្យអេកូស៊ីស្ទឹមបង្កការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់គុណភាពដីនិងទឹកហើយនេះគឺជាចុងក្រោយខ្ញុំសូមអរគុណដល់លោកគ្រូនិងមិត្តរួមអ្នកដល់គ្រីដែលបានយកចិត្តទុកដាក់ក្នុងការសូមអរគុណ